ត្រាំលុបចោលគម្រោងចរចាភ្លាមៗហើយប្រាប់ថាចង់និយាយគ្នាទូរស័ព្ទមកខ្ញុំមករឿងរ៉ាវចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែមានភាពតានតឹងនិងស្មុគស្មាញខ្លាំងឡើងបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានសម្រេចចិត្តលុបចោលគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីចរចារឿងសង្គ្រាមកាលពីថ្ងៃសៅរ៍កន្លងទៅនេះការសម្រេចចិត្តនេះបានធ្វើឡើងភ្លាមៗក្រោយពេលដែលប្រតិភូខាងអ៊ីរ៉ង់ទើបតែបានចាក់ចេញពីទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានតាមការផ្សាយរបស់ BBC នាថ្ងៃអាទិត្យទី26 មេសា2026លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាលោកចង់ឲ្យប្រេសិតពិសេសនិងកូនប្រសាររបស់លោកគឺលោក Jared Kushner ទៅខាត់ពេលវេលាឥតប្រយោជន៍នោះទេដោយសារលោកអះអាងដោយលោកបានបោះពាក្យសម្ដីថាបើអ៊ីរ៉ង់ពិតជាចង់ចរចាមែនអ្វីដែលពួកគេត្រូវធ្វើគឺគ្រាន់តែលើកទូរស័ព្ទមកនិយាយជាមួយលោកផ្ទាល់ជាការស្រេចមុនពេលមានការលុបចោលនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានធ្វើដំណើរជួបជាមួយទៅនឹងភាគីប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលដើម្បីបង្ហាញពីជំហររបស់អ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាមយ៉ាងណាមិញលោកបានបង្ហាញការមិនទើសង្ស័យថាលោកមិនទាន់ប្រកាសចិត្តទេថាតើអាមេរិកពិតជាមានឆន្ទៈចង់ដោះស្រាយតាមផ្លូវការទូតមែនឬយ៉ាងណាទោះបីជាលោកត្រាំបានយល់ព្រមវិជាពេលបទចុះបែងឲ្យហួសថ្ងៃទី20 ខែមេសាដើម្បីទុកឱកាសឲ្យមានការពិភាក្សាក៏ដោយកិច្ចព្រមព្រៀងទាំងនោះហាក់ដូចជាកំពុងដើរដល់ផ្លូវទាល់ចំណុចក្តៅនៃចំនួននេះគឺស្ថិតនៅច្រកសមុទ្រហូម៉ូដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមវាយប្រហារកាលពីខែកុម្ភៈអ៊ីរ៉ង់បានឆ្លើយតបដោយការរដ្ឋបិទការធ្វើដំណើរតាមច្រកសមុទ្រនេះដែលនាំឲ្យអាមេរិកបង្កើតកម្លាំងជើងទឹកនៅទីនោះដើម្បីរារាំងការនាំចេញរបស់អ៊ីរ៉ង់ទៅវិញភាពទាល់ច្រកនេះក៏ជាប់ពាក់ព័ន្ធទៅនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរដែលអាមេរិកសង្ស័យថាកំពុងលួចផលិតគ្រាប់បែកអាតូមិកប៉ុន្តែអ៊ីរ៉ង់តែងតែបដិសេធនិងអះអាងថាពួកគេធ្វើដើម្បីតែថាមពលអគ្គិសនីតែប៉ុណ្ណោះនៅក្នុងការបង្ហោះលើបណ្ដាញសង្គមទ្រូសូសាល់លោកត្រាំបាននិយាយបែបឌឺដងថាអាមេរិកគឺជាអ្នកកាន់សន្លឹកបៀសលើគេចំណែកអ៊ីរ៉ង់គ្មានសល់អ្វីក្នុងដៃឡើយលោកថែមទាំងបានលើកឡើងទៀតថាថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងមានភាពច្របូកច្របល់និងឆ្លោះប្រកែកគ្នាឯងរហូតបណ្ដឹងថាអ្នកណាជាអ្នកបញ្ជាពិតប្រាកដថែមទៀតផងនៅពេលសួរថាតើការលុបចោលកិច្ចចរចានោះមានន័យថាម៉េចសង្គ្រាមនឹងផ្ទុះឡើងវិញឬលោកត្រាំឆ្លើយតបយ៉ាងខ្លីថាវាមិនទាន់ដល់ថ្នាក់នឹងទេហើយលោកក៏មិនទាន់បានគិតដល់រឿងនឹងដែរទន្ទឹមនឹងភាពតានតឹងនេះស្ថានភាពនៅតំបន់ក្បែរខាងក៏មិនទាន់ស្ងប់ស្ងាត់ដែរដោយមានការវាយប្រហាររវាងអ៊ីស្រាអែលនិងក្រុមហ៊ីស្បូឡានៅក្នុងប្រទេសលីបង់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់4នាក់បានស្លាប់បើទោះបីជាមានកិច្ចព្រមព្រៀងបទចុះបាញ់ក៏ដោយក៏ខាងភាគីទាំងពីរនៅតែបន្តបាញ់តបតគ្នានិងចាប់ប្រកាន់គ្នាទៅវិញទៅមកពីការរំលោភកិច្ចព្រមព្រៀងលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញបញ្ជាឲ្យកងទ័ពរបស់លោកវាយប្រហារក្រុមហ៊ីស្បូឡាឲ្យបានខ្លាំងក្លាបំផុតផងដែរដែលធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភបំផុត